ស្រាប់ប៊ីក្រិតចំណាយមិនធម្មតាអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈសេរីមុនជ្រៀងជាលើកដំបូងនៅក្នុងផាប់ជាង50កន្លែងច្រើនឆ្នាំក្នុងសិល្បៈកម្ពុជាតារាចម្រៀងខេមរៈសេរីមុនមិនធ្លាប់មានវត្តមាននៅក្នុងការច្រៀងតាមផាប់នានាឡើយដោយឡែកថ្មីនេះស្រាប់តែមានការប្រកាសថាកម្ពុជាតារាចម្រៀងខេមរៈសេរីមុននឹងមានវត្តមាននិងសម្ដែងនៅក្នុងផាប់ជាង50កន្លែងដោយមានការគ្រប់គ្រងពីស្រាប់ប៊ីក្រិតដើម្បីសុប្រៃអ្នកស្រាប់ប៊ីក្រិតលេងឈុតធំនិងចំណាយមិនធម្មតាឡើយសម្រាប់ការអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈសេរីមុនចេញច្រៀងនិងសម្ដែងនៅក្នុងផាប់ជាលើកដំបូងនេះដោយដែលមហាជនបានឃើញស្រាប់ហើយថាភាគច្រើនកម្ពុជាតារាចម្រៀងខេមរៈសេរីមុនតែងតែមានវត្តមាននៅក្នុងការប្រគំតន្ត្រីធំនិងតាមបណ្ដាខេត្តក្រុងនានានិងនៅក្នុងពិធីធំប៉ុណ្ណោះលោកកំរោតនឹងមានវត្តមាននៅតាមផាប់កំសាន្តនានាឆ្លើយតបទៅនឹងការចង់បានរបស់អ្នកគ្រប់គ្រងស្រាប់តែថ្មីនេះស្រាប់ប៊ីក្រិតបានត្រៀមលេងឈុតធំនិងចំណាយមិនធម្មតាទេដោយបានអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈសេរីមុនច្រៀងតាមទៀមផាប់ធំជាង50កន្លែងជុំវិញខេត្តក្រុងគ្រាន់តែដឹងដំណឹងថាកម្ពុជាតារាចម្រៀងខេមរៈសេរីមុនត្រៀមនឹងមានវត្តមាននៅក្នុងផាប់តាមការអញ្ជើញរបស់ស្រាប់ប៊ីក្រិតបានធ្វើឲ្យអ្នកគ្រប់គ្រងជាច្រើនសម្ដែងនៅការត្រេកអរក៏ដូចជាការរងចាំមើលថាតើអាយដលរបស់ពួកគេនឹងលេចមុខជាលើកដំបូងនៅទីណាបើចង់ជួបផ្ទាល់ជាមួយកម្ពុជាតារាចម្រៀងខេមរៈសេរីមុនឬអាយដលរបស់បងប្អូនកុំភ្លេចចូលរួមជាមួយស្រាប់ប៊ីក្រិតទាំងអស់គ្នាដើម្បីទទួលបានភាពសប្បាយរីករាយនិងបានរាំលេងកម្សាន្តជុំគ្នាសប្បាយ